Chết ở đây kìa ơi សូមជម្រាបជូនបងថៃថាទីតាំងដែលកើតហេតុនេះគឺជាទីតាំងដែលក្រសួងរាយធម្មពលបានចេញអាជ្ញាប័ណ្ណជូនទៅក្រុមហ៊ុនមួយដើម្បីធ្វើប្រតិបត្តិការបូមខ្សាច់នៅទីនោះហើយសូមជម្រាបជូនថាទីតាំងនោះពេលក្រុមការងារចុះទៅគឺជាទីតាំងដែលក្រុមហ៊ុនបានអនុវត្តស្របតាមបទដ្ឋានគតិយុត្តពិសេសគឺអនុលោមភាពទៅតាមអាជ្ញាប័ណ្ណដែលក្រសួងរាយធម្មពលបានចេញជូនហើយមិនមែនជាទីតាំងថ្មីទេគឺជាទីតាំងដែលអនុវត្តបានប្រហែលជាពីអាជ្ញាប័ណ្ណហើយ4ឆ្នាំ5ឆ្នាំមកហើយជាក្រុមអង្គការក៏សូមជម្រាបជូនបងដែរថាពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ដែលបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់អំពើហិង្សាទៅលើបងប្អូនដែលជាអ្នកអនុវត្តប្រតិបត្តិការទុនធានរាយរបស់គាត់វាជាអំពើមួយដែលពិបាកនឹងទទួលយកបានតាមក្របខ័ណ្ឌច្បាប់ឲ្យឆ្លៀតក្រឱកាសនេះក្រសួងរាយធម្មពលក៏សូមអំពាវនាវជូនបងប្អូនប្រជាពលរដ្ឋក្នុងករណីមានការសង្ស័យថាមានប្រតិបត្តិការណាមួយដែលមិនច្បាស់លាស់ចង់ការបញ្យល់ក៏ដូចជាការសង្ស័យថាមានការធ្វើរាយអនាធិបតេយ្យនានាគឺសូមមេត្តារាយការណ៍ជូនក្រសួងរាយធម្មពលតាមរយៈ hotline យើងខ្ញុំដែលដាក់ជូនយូរមកហើយបាទហើយពេលនេះខ្ញុំសូមបញ្ជាក់ឡើងវិញថា hotline យើងនៅតែដំណើរការដដែលគឺ095 727 ហើយយើងខ្ញុំនឹងទទួលនៅព័ត៌មានផ្សេងៗដែលបងប្អូនអាចស្នើសុំការបញ្ជាក់ឬជាការបដិងផ្ដាល់មកហើយបញ្ជាក់ថាយើងខ្ញុំរក្សាការសម្ងាត់ជូន 100% បាទ